ការប្រកាន់ខ្ជាប់ទាំង4យ៉ាងជ្រៅនេះធ្វើឲ្យយើងមានទុក្ខខ្លាំងណាស់ព្រះពុទ្ធបានចូលកាន់តែជ្រៅទៅនៅទីបំផុតហេតុអ្វីក៏មានការប្រកាន់ខ្ជាប់ហើយវាប្រែទៅជាច្បាស់ឡើងថាការលោភលន់មួយចំពោះរបស់ខ្លះដែលអ្នកចង់បានកើតឡើងអ្នកចង់បានវាជាកម្មសិទ្ធិចង់រក្សាវាទុកអ្នកបង្កបង្កើតការប្រកាន់ខ្ជាប់មួយយ៉ាងសម្បើមទៅលើការលោភលន់នេះរួចហើយមិនយូរប៉ុន្មានវាប្រែទៅជាការតោងជាប់ទៅជាការប្រកាន់ខ្ជាប់ហើយទុកក៏ចាប់ផ្ដើមឡើងហេតុអ្វីក៏មានការលោភលន់នេះព្រះអង្គមិនបានលេងល្បែងប្រាជ្ញាព្រះអង្គមិនបានអានគម្ពីរឬជជែកពិភាក្សាពីគម្ពីរទេព្រះអង្គបានធ្វើការពិសោធន៍ដូចជាអ្នកវិទ្យាសាស្ត្រម្នាក់តើមានអ្វីកើតឡើងនៅទីជម្រៅខាងក្នុងការចង់បានតូចមួយចាប់ផ្ដើមឡើងអ្នកចាប់ផ្ដើមស្រឡាញ់វាហើយវាក៏ប្រែទៅជាការលោភលន់មួយការចង់បានតូចមួយដើម្បីចេញឲ្យផុតពីរបស់អ្វីមួយប្រែទៅជាការស្អប់ខ្ពើមតាមភាសានាសម័យនោះគេហៅថាតណ្ហាបច្ចយាឧបាទានាងការលោភលន់ប្រែទៅជាការប្រកាន់ខ្ជាប់ចុះហេតុអ្វីក៏មានការចង់បានតូចតាចនេះតើមានអ្វីជាមូលហេតុដោយមកពីព្រះអង្គបានពិសោធន៍ឃើញវាប្រែទៅជាច្បាស់ណាស់ថាវេទនាបច្ចយាតណ្ហាកាលណាអ្នកពិសោធន៍ឃើញវេទនានៅលើកាយហើយបើវេទនាជាសុខនោះអ្នកចាប់ផ្ដើមស្រឡាញ់វាដែលប្រែទៅជាការចង់បានទៅជាលោភៈមួយរំពេចកាលណាអ្នកពិសោធន៍ឃើញវេទនាជាទុក្ខមិនយូរប៉ុន្មានវានឹងប្រែទៅជាការស្អប់ខ្ពើមទៅជាទោសៈអ្នកចង់ចេញឲ្យផុតពីវាការលោភលន់ត្រូវតែចេញឲ្យផុតពីវាវេទនាបច្ចយាតណ្ហាបច្ចយាមានន័យថាមូលហេតុវេទនាមានន័យថាការសោយអារម្មណ៍ការសោយអារម្មណ៍ជាមូលហេតុនៃការលោភលន់ដែលនឹងប្រែទៅជាការប្រកាន់ខ្ជាប់ហេតុអ្វីក៏មានវេទនាទាំងនេះតើមានអ្វីជាមូលហេតុព្រះអង្គបានធ្វើការពិសោធន៍បានធ្វើការរុករកអំពីអ្វីដែលកើតឡើងផស្សៈបច្ចយាវេទនាវាមានការប៉ះមួយហើយកាលណាវាមានការប៉ះមួយភ្លាមវាមុខជាមានវេទនាមួយនៅលើកាយភ្លាមដែរតើការប៉ះរវាងអ្វីនិងអ្វីគឺជាទ្វារវិញ្ញាណទាំង6នេះភ្នែកការប៉ះរបស់ភ្នែកនឹងរូបទ្រង់ទ្រាយពណ៌សម្បុរពន្លឺណាមួយនេះជាអារម្មណ៍របស់ភ្នែកនៅពេលដែលវាចូលមកប៉ះគ្នាវាមានវេទនាមួយអារម្មណ៍នៅទ្វារវិញ្ញាណត្រចៀកកាលណាមានសម្លេងមួយចូលមកប៉ះនឹងត្រចៀកវាមុខជាមានវេទនាមួយទ្វារវិញ្ញាណច្រមុះកាលណាក្លិនមួយចូលមកប៉ះនឹងច្រមុះវាមុខជានាំឲ្យមានវេទនាមួយមកផងទ្វារវិញ្ញាណអណ្ដាតរសជាតិមួយបានចូលមកប៉ះនឹងអណ្ដាតនាំវេទនាមួយមកជាមួយផងទ្វារវិញ្ញាណកាយការប៉ះជាមួយនឹងសម្ផស្សណាមួយមុខជានឹងមានវេទនាមួយនៅលើកាយហេតុអ្វីក៏មានការប៉ះនេះវាជាការងាយណាស់វាច្បាស់ណាស់ថាសលាយតនៈបច្ចយាផាសោផាសៈមានន័យថាការប៉ះសលាយតនៈមានន័យថាទ្វារវិញ្ញាណទាំង6នៅពេលណាដែលគេមានទ្វារវិញ្ញាណទាំង6នេះវាមុខជាមានការប៉ះបែបណាមួយនៅទ្វារវិញ្ញាណណាមួយជាមួយនឹងអារម្មណ៍រៀងខ្លួនរបស់វាពិភពលោកទាំងមូលពោពេញទៅដោយអារម្មណ៍រៀងខ្លួនរបស់ទ្វារវិញ្ញាណទាំង6ដូច្នេះវាមានការប៉ះដោយមកពីទ្វារវិញ្ញាណទាំង6របស់យើងជាមួយនឹងអារម្មណ៍រៀងខ្លួនរបស់វានៅក្នុងពិភពលោកហេតុអ្វីក៏មានទ្វារវិញ្ញាណទាំង6នេះតើមានមូលហេតុមកពីអ្វីវាច្បាស់ណាស់ថានាមរូបបច្ចយាសលាយតនំនាមៈមានន័យថារចនាសម្ព័ន្ធចិត្តរូបៈរូបមានន័យថារចនាសម្ព័ន្ធកាយការរួមបញ្ចូលគ្នារវាងរចនាសម្ព័ន្ធទាំងពីរនេះកាលណាវាចាប់ផ្ដើមឡើងភ្លាមមានន័យថាដំណើរហូរទៅនៃជីវិតដំណើរបន្តនៃជីវិតបានចាប់ផ្ដើមឡើងហើយវាបានចាប់ផ្ដើមឡើងជាមួយនឹងទ្វារវិញ្ញាណទាំង6នេះហេតុអ្វីបានជាជីវិតនិងនាមរូបបានចាប់ផ្ដើមឡើងយ៉ាងដូចនេះវាច្បាស់ណាស់ថាវិញ្ញាណបច្ចយានាមរូបាំងដោយមកពីដំណើរហូរទៅនៃវិញ្ញាណដែលមានជានិច្ចកាលនៅទីនោះនៅពេលណាដែលជីវិតមួយបានកន្លងផុតទៅភ្លាមដំណើរហូរទៅនៃវិញ្ញាណចូលមកតាក់ទងជាមួយនឹងជីវិតមួយទៀតហើយក៏កើតឡើងនៅកន្លែងណាមួយផ្សេងទៀតវាចេះតែកើតរលត់តទៅនៅពេលស្លាប់វារលត់បាត់ទៅរួចហើយវាកើតឡើងជាថ្មីទៀតនៅកន្លែងណាមួយក្នុងជីវិតមួយទៀតក្នុងកាយមួយទៀតហើយចាប់ផ្ដើមហូរតទៅទៀតតាមរបៀបដដែលវិញ្ញាណបច្ចយានាមរូបាំងហេតុអ្វីក៏មានវិញ្ញាណនេះ
តើមានមូលហេតុមកពីអ្វីវាច្បាស់ណាស់ថាសង្ខារបច្ចយាវិញ្ញាណังអំពើដោយចិត្តទាំងនេះកើតឡើងអំពើដោយចិត្តទាំងអស់ជាអ្នកបណ្ដាលឲ្យមានវិញ្ញាណនៃពេលជាបន្ទាប់ពេលនេះខ្ញុំបង្កើតសង្ខារមួយអ្នកនឹងលើពាក្យនេះជាញឹកញយតទៅទៀតសង្ខារអំពើដោយចិត្តកើតឡើងកាលណាអ្នកបង្កើតសង្ខារមួយវិញ្ញាណនៃពេលជាបន្ទាប់ត្រូវតែកើតឡើងអ្នកបង្កើតសង្ខារវិញ្ញាណនៃពេលជាបន្ទាប់ត្រូវតែកើតឡើងនៅពេលស្លាប់សង្ខារយ៉ាងជ្រៅមួយដែលមានភាពដូចជាគំនូសយ៉ាងជ្រៅឆ្លាក់នៅលើថ្មដែលគេដាប់ដោយពន្លាកនិងញញួរសង្ខារនេះនឹងឡើងមកផ្ទៃខាងលើផ្ដល់ការរុញច្រានមួយយ៉ាងខ្លាំងហើយវិញ្ញាណក៏កើតឡើងនៅកន្លែងណាមួយទៀតដូច្នេះដំណើរហូតទៅមានដំណើរតទៅទៀតដោយមកពីសង្ខារនេះហេតុអ្វីក៏មានសង្ខារនេះវាច្បាស់ណាស់ថាអវិជ្ជាបច្ចយាសង្ខារាអវិជ្ជាសេចក្តីងងខ្លៅមនុស្សគ្រប់គ្នាបង្កើតសង្ខារដោយមកពីអវិជ្ជាតើអវិជ្ជាអ្វីមិនមែនអវិជ្ជាសេចក្តីល្ងងខ្លៅដោយមកពីគេមិនបានចូលរៀនសាលានោះទេមិនមែនសេចក្តីល្ងងខ្លៅដោយមកពីគេមិនបានស្ដាប់ធម៌ទេសនាទេមិនមែនដូច្នោះទេគឺសេចក្តីល្ងងខ្លៅនៅថ្នាក់ការពិសោធន៍គេល្ងងមិនដឹងរបៀបដែលទុកកើតឡើងនៅក្នុងទីជម្រៅរបៀបដែលវេទនាមាននៅសពសរពាង្គកាយហើយនឹងរបៀបដែលគេធ្វើប្រតិកម្មជាសង្ខារលោភៈចំពោះវេទនាជាទីរីករាយដំណើរការទាំងស្រុងនេះបន្តដំណើររហូតទៅដល់ទីជម្រៅនៅខាងក្នុងហើយនៅផ្ទៃខាងលើគេមិនដឹងរឿងនេះទេខ្សែច្រវាក់ទាំងមូលកងច្រវាក់នីមួយៗបានប្រែទៅជាច្បាស់ណាស់អវិជ្ជាបច្ចយាសង្ខារាដោយមកពីអវិជ្ជាគេបង្កើតសង្ខារបច្ចយាវិញ្ញាណังដោយមកពីសង្ខារទើបវាមានវិញ្ញាណបច្ចយានាមរូបាំងដោយមកពីវិញ្ញាណទើបជីវិតមួយថ្មីនៃនាមរូបចាប់ផ្ដើមឡើងនាមរូបបច្ចយាសលាយតនੰដោយមកពីនាមរូបទើបទ្វាវិញ្ញាណទាំង6កើតមានឡើងសលាយតនៈបច្ចយាភាសោដោយមកពីទ្វាវិញ្ញាណទាំង6ទើបមានការប៉ះភាសៈបច្ចយាវេទនីដោយមកពីការប៉ះទើបមានវេទនាវេទនាបច្ចយាតណ្ហាដោយមកពីវេទនាទើបវាមានតណ្ហាបច្ចយាឧបាទានੰឧបាទានប្រែទៅជាការប្រកាន់ខ្ជាប់ទៅជាចំណងយ៉ាងជាប់ឧបាទានបច្ចយាភវោដោយមកពីចំណងយ៉ាងជាប់ចំពោះការប្រកាន់ខ្ជាប់ទើបដំណើរការនៃភពបានចាប់ផ្ដើមឡើងភវៈឬភពមានន័យថាដំណើរហូតទៅនៃជីវិតចេះតែហូតទៅជានិច្ចវាមានកម្លាំងគ្រប់ទាំងអស់រាល់ពេលដែលជីវិតមួយផុតទៅភវៈសង្ខារគឺសង្ខារយ៉ាងជ្រៅនេះហើយជាអ្នកបណ្ដាលឲ្យមានជីវិតមួយថ្មីទៀតដូច្នេះដំណើរអន្ទោលនៃភវៈបន្តរហូតទៅទៀតភវៈបច្ចយាជាតិហើយដោយមកពីដំណើរអន្ទោលនៃភពនេះទោះបីក្រោយពេលស្លាប់ក៏ដោយជីវិតថ្មីគឺជាតិមួយបានចាប់ផ្ដើមឡើងជាថ្មីទៀតជីវិតមួយកើតឡើងកំណើតមួយមានមកទៀតហើយកាលណាមានកំណើតជាតិបច្ចយាចរិយាមរណੰសោកៈបរិទេវៈទុក្ខៈទោមនស្សបាយាសាសម្ភវន្តិកាលណាកំណើតមួយចាប់ផ្ដើមឡើងគេត្រូវតែឆ្លងកាត់តាមទុក្ខទាំងអស់នេះទុក្ខព្រោះសេចក្តីចាស់ក្រំគ្រាទុក្ខព្រោះជំងឺពីយធិទុក្ខព្រោះសេចក្តីស្លាប់ទុក្ខព្រោះរបស់ចង់បានមិនកើតមានឡើងទុក្ខព្រោះរបស់មិនចង់បានចេះតែកើតមានដោយមកពីកំណើតមួយបានចាប់ផ្ដើមឡើងគេត្រូវឆ្លងកាត់តាមទុក្ខផ្លូវកាយនិងផ្លូវចិត្តគ្រប់យ៉ាងទាំងអស់ការនេះនឹងប្រែទៅជាច្បាស់ណាស់ចំពោះអ្នកដែលចូលកាន់តែជ្រៅទៅដោយបានចេញផុតពីអវិជ្ជាហើយយល់ការពិតតាមរយៈការពិសោធន៍ឥឡូវនេះវាច្បាស់ណាស់របៀបដែលដំណើរនៃទុក្ខចាប់ផ្ដើមឡើងនិងរបៀបដែលវាចេះតែបង្កើនចំនួនកាន់តែច្រើនឡើងតើត្រូវធ្វើដូចម្តេចដើម្បីកម្ចាត់វាចោលដើម្បីចេញឲ្យផុតពីវាតើត្រូវធ្វើដូចម្តេចដើម្បីកាច់បំបាក់ខ្សែច្រវាក់ដែលមានកងនេះតើកងច្រវាក់ណាមួយដែលត្រូវវាបំបាក់តើត្រូវវាបំបាក់ខ្សែច្រវាក់នៅត្រង់ណាជីវិតមួយបានចាប់ផ្ដើមឡើងហើយជាមួយនាមនិងរូបជាមួយចិត្តនិងកាយដំណើរហូតទៅបានចាប់ផ្ដើមហើយតើត្រូវធ្វើដូចម្តេចតើខ្ញុំត្រូវសម្លាប់ខ្លួនឬបើធ្វើអត្តឃាតតើបញ្ហានឹងត្រូវដោះស្រាយឬទេបញ្ហាមិនត្រូវបានដោះស្រាយទេគេមិនអាចចេញផុតពីទុក្ខតាមរបៀបនេះបានទេកាលណាគេសម្លាប់ខ្លួនតើចេតនាលក្ខណៈរបស់ចិត្តនៅពេលនោះវាយ៉ាងដូចម្តេចគឺវាពោពេញទៅដោយទុក្ខវេទនា
វានឹងផ្ដល់ឲ្យមានជីវិតមួយថ្មីទៀតប្រកបដោយទុក្ខវេទនាយ៉ាងខ្លាំងគ្មានអ្វីក្រៅពីទុក្ខឡើយចិត្តជាបន្ទាប់នឹងពោពេញទៅដោយទុក្ខវេទនាពីព្រោះវាជាផលិតផលរបស់ចិត្តចុងក្រោយនៃជីវិតនេះការសម្លាប់ខ្លួនឯងមិនដោះស្រាយបញ្ហាណាមួយបានឡើយគេមិនអាចចេញផុតពីទុក្ខបានដោយសារការធ្វើអត្តឃាតទេដូច្នេះកាលណាមាននាមនឹងរូបមានចិត្តនឹងកាយជីវិតនឹងមានដំណើរហូតទៅចុះរឿងទ្វារវិញ្ញាណទាំង6តើវាយ៉ាងដូចម្តេចដែរគួរតែខ្ញុំរំលាយវាចោលទៅភ្នែកត្រចៀកច្រមុះអណ្ដាតបានមិនអីទេរួចចុះកាយរួចចុះចិត្តវានឹងប្រែទៅជាការសម្លាប់ខ្លួនឯងទៀតហើយដូច្នេះតើត្រូវធ្វើដូចម្តេចដើម្បីនឹងរំលាយវាចោលបានរួចហើយអារម្មណ៍រៀងខ្លួនរបស់វានៅក្នុងពិភពលោកគេត្រូវតែរំលាយវាចោលនេះជាការដែលមិនអាចធ្វើកើតទេតើអ្នកធ្វើដូចម្តេចកើតដើម្បីរំលាយរបស់ទាំងអស់នោះបានកាលណាមានទ្វារវិញ្ញាណទាំង6និងអារម្មណ៍រៀងខ្លួនរបស់វាកាប៉ះមុខជានឹងមាននៅពេលនោះអ្នកមិនអាចជៀសវាងបានទេហើយកាលណាមានការប៉ះផាសៈវេទនាការសោយអារម្មណ៍មុខជានឹងមានអ្នកមិនអាចកំចាត់វាចោលបានទេគឺត្រង់កន្លែងនេះហើយដែលបញ្ហាត្រូវកើតឡើងនេះជាកន្លែងដែលគេអាចវាយបំបាក់កងច្រវាក់បានវេទនាមុខជានឹងកើតនៅពេលណាដែលគេមានជីវិតនៅឡើយរបស់ទាំងឡាយចេះតែចូលមកប៉ះនឹងទ្វារវិញ្ញាណណាមួយរាល់ពេលចិត្តនិងកាយចេះតែប៉ះគ្នាហើយនាំឲ្យមានវេទនាមួយដោយមកពីអវិជ្ជាកាលណាមានវេទនាតណ្ហាលោភៈទោសៈកើតឡើងឥឡូវនេះគេត្រូវតែផ្លាស់ប្ដូរដំណើរការទាំងស្រុងវេទនានឹងមាននៅទីនោះតែបញ្ញានឹងមានជាមួយវេទនាតើវេទនានេះនឹងមានយ៉ាងដូចម្តេចវាមិនថិតថេរទេវាមិនទៀងទាត់ទេវាកើតឡើងដើម្បីរលត់ទៅវិញខ្ញុំចាំមើលតើវាស្ថិតនៅអស់រយៈពេលប៉ុន្មានទៅវាបាត់ទៅវិញមែនហើយវាកើតរលត់ទោះបីវេទនាជាទុក្ខក្តីទោះបីវេទនាជាសុខក្តីវាគង់តែរលត់បាត់ទៅវិញវាគ្មានប្រយោជន៍អ្វីនឹងធ្វើប្រតិកម្មឡើយតើមានប្រយោជន៍អ្វីនឹងធ្វើប្រតិកម្មតបនឹងរបស់ដែលតាមធម្មជាតិត្រូវតែរលត់បាត់ទៅវិញនោះវាគ្មានន័យគ្មានប្រយោជន៍អ្វីទេនៅក្នុងរឿងនេះវាប្រែទៅជាច្បាស់ឡើងថាការមកដល់ដំណាក់ដែលគេពិសោធន៍ឃើញវេទនាហើយមិនធ្វើប្រតិកម្មតបនឹងវេទនាទាំងនេះនឹងផ្លាស់ប្ដូរដំណើរទាំងស្រុងនៃការបង្កើនចំនួនទុក្ខដំណើរនៃការរួចរដោះត្រូវចាប់ផ្ដើមឡើងព្រះអង្គបានរកឃើញថាវេទនាជាចំណុចផ្លូវបំបែកមួយសំខាន់ណាស់ដែលមានផ្លូវពីរចាប់ផ្ដើមនៅត្រង់នោះព្រះអង្គមានព្រះបន្ទូលថាផ្លូវមួយជាផ្លូវដែលពោពេញទៅដោយទុក្ខសមុទយៈគាមិនីបដិបទាអ្នកចេះតែបង្កើតទុក្ខពីព្រោះអ្នកចេះតែធ្វើប្រតិកម្មតបនឹងវេទនាទាំងអស់គ្រប់ពេលអ្នកពិសោធន៍ឃើញវេទនាហើយអ្នកចេះតែធ្វើប្រតិកម្មដូច្នេះវាជាដំណើរការមួយនៃការបង្កើនទំហំទុក្ខប៉ុន្តែចំណុចផ្លូវបំបែកចំណុចវេទនានៅលើកាយនេះអាចនាំអ្នកទៅរកផ្លូវនៃការរួចរដោះទុក្ខនិរោធៈគាមិនីបដិបទាទុក្ខទាំងអស់របស់អ្នកត្រូវបានរលើងដាច់ឬគល់អស់ពីព្រោះឥឡូវនេះកាលណាអ្នកពិសោធន៍ឃើញវេទនាមួយអ្នកមិនធ្វើប្រតិកម្មទេអ្នកគ្រាន់តែយល់ថាអនិច្ចាវាមិនទៀងទេនេះហើយជាការដែលអ្នកបានចាប់ផ្ដើមធ្វើរបស់សំខាន់ទី1គឺអ្នកមានសតិដឹងពីវេទនាហើយកាលណាអ្នកមានសតិដឹងពីវេទនាអ្នកមិនធ្វើប្រតិកម្មទេវេទនានីមួយនឹងប្រែទៅជាបញ្ញានេះមានន័យថាវិជ្ជាវេទនាបច្ចយាបញ្ញាវេទនានីមួយត្រូវនាំលទ្ធផលឲ្យជាបញ្ញាញាណវេទនានីមួយមិនត្រូវឲ្យលទ្ធផលជាតណ្ហាជាលោភៈជាទោសៈទេនេះជាមាគ៌ានៃការរួចរដោះដែលអ្នកបានជ្រើសរើសចូលទៅដល់ទីជម្រៅនៃថ្នាក់វេទនាហើយមិនធ្វើប្រតិកម្មទេគឺនៅទីនេះហើយដែលខ្សែច្រវាក់ទាំងមូលត្រូវបែកបាក់ពីព្រោះឥឡូវនេះវាគ្មានអវិជ្ជាគ្មានសេចក្តីល្ងងខ្លៅទៀតទេអវិជ្ជាយៈទ្វេវៈអសេសៈវិរិយកៈនិរោធាកាលណាអវិជ្ជារលើងដាច់ឬគល់ទាំងស្រុងហើយនោះសង្ខារនិរោធោវាគ្មានសង្ខារទៀតទេគេមិនបង្កើតសង្ខារទៀតទេសង្ខារនិរោធាវិញ្ញាណនិរោធោគ្មានវិញ្ញាណទៀតទេដំណើរហូរទៅនៃវិញ្ញាណត្រូវឈប់វិញ្ញាណនិរោធានាមរូបនិរោធោគ្មានដំណើរហូរទៅនៃនាមរូបទៀតទេនាមរូបនិរោធាសលាយតនៈនិរោធោគ្មានទ្វារវិញ្ញាណទាំង6ទៀតទេសលាយតនៈនិរោធាផាសៈនិរោធោគ្មានការប៉ះទៀតទេផាសៈនិរោធាវេទនានិរោធោគ្មានវេទនាទៀតទេវេទនានិរោធាតណ្ហានិរោធោគ្មានតណ្ហាទៀតទេ
តណ្ហានិរោធាឧបាទាននិរោធោគឺមានការប្រកាន់ខ្ជាប់ទៀតទេឧបាទាននិរោធាភវៈនិរោធោគឺមានដំណើរអន្ទោលនៃការកើតរលត់ទៀតទេភវៈនិរោធាជាតិនិរោធោគឺមានដំណើរកំណើតកើតថ្មីទៀតទេជាតិនិរោធាចរិមរណង្សោកៈបរិទេវៈទុក្ខតោមនសុបាយាសានិរច្ឆន្តិទុកទាំងអស់ដែលកើតឡើងតាមកំណើតនិងរលាយបាត់អស់ដោយឯងរឿងទាំងអស់នេះងាយយល់ណាស់គេអាចទទួលយល់ព្រមតាមប្រាជ្ញាជ្រះវៃប៉ុន្តែការយល់បែបនេះមានប្រយោជន៍ទេគេត្រូវតែបដិបត្តិគេត្រូវតែចូលឲ្យដល់ទីជម្រៅដែលមានវេទនាហើយជៀសវាងកុំធ្វើប្រតិកម្មវាមានវេទនានៅទីនោះហើយអ្នកមិនធ្វើប្រតិកម្មទេការគ្រាន់តែទទួលយល់ព្រមតាមត្រឹមថ្នាក់ទិសដីប៉ុណ្ណោះវាគ្មានប្រយោជន៍ទេអ្នកខ្លះមិនទាំងជឿរឿងជាតិមុនជាតិក្រោយផងមិនជាការទាស់ខុសអ្វីទេរឿងនេះមិនជាការសំខាន់ណាស់ណាទេមិនចាំបាច់ទទួលស្គាល់ថាមានជាតិមុនជាតិក្រោយទើបបច្ចេកទេសនេះនឹងជួយអ្នកនោះទេគេត្រូវតែទទួលស្គាល់ជីវិតបច្ចុប្បន្នវាមានហើយអ្នកកំពុងតែបង្កើតទុកសម្រាប់ខ្លួនឯងគ្រប់វេលាអ្នកកំពុងបង្កើតសង្ខារមួយគ្រប់ខណៈហើយសង្ខារនីមួយជាទុកមួយចំពោះអ្នកចេះតែបង្កើតសង្ខារបង្កើតទៀតធ្វើឲ្យវាកាន់តែជ្រៅទៅដូចជាគំនុះដែលគេដាប់នៅលើថ្មដោយពន្លាកនិងញញូរយ៉ាងជ្រៅពួនពេកទុកកាន់តែច្រើនឡើងជ្រៅឡើងយ៉ាងហោចណាស់អ្នកចាប់ផ្ដើមរំដោះខ្លួនចេញពីទុកទាំងនេះហើយអ្នកបានចាប់ផ្ដើមរំដោះខ្លួនចេញពីទុកបច្ចុប្បន្នរបស់អ្នកតាមច្បាប់ធម្មជាតិកាលណាអ្នកឈប់លែងបង្កើតសង្ខារថ្មីទៀតតាមរយៈការពិសោធន៍វេទនានៅលើកាយនោះសង្ខារចាស់នឹងចាប់ផ្ដើមឡើងមកផ្ទៃខាងលើគំនរសង្ខារទាំងអស់របស់អ្នកដែលដេកនៅសន្ទប់ក្រោមដែលនៅក្នុងឃ្លាំងយ៉ាងជ្រៅខាងក្នុងនឹងចាប់ផ្ដើមស្ទុះចេញមកផ្ទៃខាងលើនៅពេលដែលវាឡើងមកផ្ទៃខាងលើជាមួយនឹងវេទនាណាមួយអ្នកស្ថិតនៅជាឧបេក្ខាអ្នកមិនធ្វើប្រតិកម្មទេសង្ខារទាំងឡាយនឹងថយកម្លាំងវាប្រែជាខ្សោយទៅហើយនឹងរលាយបាត់សង្ខារចាស់មួយដុំធំទៀតនឹងចេញមកជាមួយនឹងវេទនាមួយទៀតអ្នកស្ថិតនៅជាឧបេក្ខាទៀតតាមរបៀបនេះសង្ខារចាស់នឹងត្រូវរលើងដាច់ឬគល់អស់ពេលណាដែលអ្នកឈប់លែងបង្កើតសង្ខារថ្មីទៀតសង្ខារចាស់នឹងត្រូវរលើងដាច់ឬអស់ដោយឯងបន្តិចម្ដងបើអ្នកស្ថិតនៅជាឧបេក្ខាបានច្រើនសង្ខារចាស់ត្រូវឡើងមកផ្ទៃខាងលើហើយត្រូវរលើងដាច់ឬគល់អស់វាឡើងមកផ្ទៃខាងលើហើយរលើងដាច់ឬគល់អស់អនិច្ចាវត្តសង្ខារាពាក្យនេះមានន័យថាដូច្នេះសង្ខារទាំងអស់សុទ្ធតែមិនទៀងកើតរលត់ឧបាតវយធម្មិណោវារលត់បាត់ទៅប៉ុន្តែវាកើតឡើងជាថ្មីទៀតប៉ុន្តែបើអ្នកមានសតិដឹងពីវេទនាហើយមិនធ្វើប្រតិកម្មតបនឹងវាទេនោះឧបច្ចិត្វានិរច្ឆន្តិវាត្រូវរលើងដាច់ឬគល់អស់វាឡើងមកផ្ទៃខាងលើហើយរលើងដាច់ឬគល់អស់ហើយបើវារលើងដាច់ឬគល់អស់ប៉ុណ្ណាទេសង្វូបសមោសុខោអ្នកក៏ចាប់ផ្ដើមបានរួចរដោះបានទទួលសន្តិភាពបានទទួលសុភមង្គលនៃការរួចរដោះបានប៉ុណ្ណោះដែរពីព្រោះទុកប៉ុណ្ណោះបានរលាយបាត់អស់នេះជាដំណើរប្រព្រឹត្តទៅទាំងស្រុងនេះហើយជាការត្រាស់ដឹងនៃអរិយបុគ្គលអង្គនេះព្រះអង្គបានរកឃើញមូលហេតុពិតប្រាកដរបស់ទុក្ខហើយបានរកឃើញរបៀបកំចាត់ហេតុពិតប្រាកដនេះនៅទីយ៉ាងជ្រៅបំផុតព្រះពុទ្ធវចនៈជាដំបូងនៅពេលដែលព្រះអង្គបានត្រាស់ដឹងពេញបរិបូរណ៍ជាបឋមវចនៈអស្ចារ្យណាស់វចនៈនីមួយរបស់ព្រះពុទ្ធអស្ចារ្យណាស់ជាពិសេសបឋមវចនៈនេះតើបឋមវចនៈរបស់ព្រះពុទ្ធនៅពេលដែលព្រះអង្គបានត្រាស់ដឹងពេញបរិបូរណ៍ថាដូចម្ដេចក្នុងរយៈពេល10ថ្ងៃនេះអ្នកនឹងបានឮបឋមវចនៈនេះរៀងរាល់ថ្ងៃយ៉ាងហោចណាស់3ដងក្នុងមួយថ្ងៃअनेक जाति संसारं संधावे संयनिं विसं गकार कंगवे संतो दुख जाति पुन पुन गकार कदिठोसी पुनगे हंगने कासी सबाते फासुक भग्गा गकुटंग विसंखितं विसंखारगतं चित्तं तणहानं खयमज्जग
នៃកជាតិសាងសារังនៅពេលនោះជាយប់ថ្ងៃពេញបូរមីខែពិសាខពេលដែលព្រះអង្គគង់នៅក្រោមដើមឈើពិនិត្យមើលការពិតនៅខាងក្នុងនៅពេលដែលគេចូលទៅដល់ខាងក្នុងកាន់តែជ្រៅទៅដោយធ្វើចិត្តឲ្យបានបរិសុទ្ធឡើងឥន្ទ្រីខ្លះរបស់ចិត្តត្រូវតែរីកចម្រើនឡើងឥន្ទ្រីមួយគឺការចងចាំពីអតីតកាលនៅពេលនោះពាក់កណ្ដាលអធ្រាត្របានកន្លងផុតទៅហើយឥន្ទ្រីនេះបានកើតឡើងទ្រង់បានទតឃើញអតីតកាលរបស់ព្រះអង្គមិនមែនគ្រាន់តែនៅជាតិនេះទេតែនៅក្នុងអតីតជាតិផងដែរអតីតជាតិទី2ទី3និងអតីតជាតិជាច្រើនទៀតរាប់មិនអស់ទ្រង់ចេះតែប្រមាលមើលអតីតជាតិរបស់ព្រះអង្គអតីតជាតិរាប់មិនអស់រួចហើយទ្រង់មានព្រះបន្ទូលថាអនេកជាតិសង្សារังនៅក្នុងដំណើរហូតទៅនៃលោកនេះតថាគតបានកើតច្រើនដងណាស់កំណើតមួយហើយមួយទៀតអស់ជាតិជាច្រើនរាប់មិនអស់អនេកមានន័យថារាប់មិនអស់មិនមែនត្រឹមតែមួយទេរាប់មិនអស់អនេកជាតិសង្សារังសន្ធាវិសੰនៅពេលដែលតថាគតកើតម្ដងតថាគតចេះតែរត់បន្តរហូតអនិព្ពិសੰគ្មានជប់ឈរមនុស្សគ្រប់គ្នាដែលកើតចេះតែរត់ជាបន្តទៅរកសេចក្តីស្លាប់នៅពេលដែលអ្នកកើតភ្លាមអ្នកចាប់ផ្ដើមរត់រហូតទៅរកសេចក្តីស្លាប់អ្នកមិនអាចឈប់បានទេសូម្បីតែ1វិនាទីក៏ឥតអង្គើមានឡើយឥឡូវនេះខ្ញុំចាំមើលខ្ញុំមិនរត់ទៅរកសេចក្តីស្លាប់ទេអ្នកមិនអាចឈប់បានទេអ្នកត្រូវចេះតែរត់ជាបន្តរហូតដោយឥតឈប់ឈរឆ្ពោះទៅរកសេចក្តីស្លាប់ដោយគ្មានបានសម្រេចការអ្វីមួយឡើយនៅក្នុងជាតិខ្លះព្រះអង្គបានជួបនឹងអ្នកប្រាជ្ញហើយគេបានពិតទូលថាព្រះអង្គអាចចេញផុតពីវដ្តសង្សារនិងសេចក្តីទុក្ខនេះបានឲ្យទៅទ្រង់តតរកឃើញមេអ្នកបង្កើតដូច្នេះអស់ជាតិជាច្រើនណាស់មកហើយព្រះអង្គខំរត់រកអ្នកបង្កើតនេះដែលជាកហការកੰកវេសន្តោគឺអ្នកសង់ផ្ទះនេះតើផ្ទះយ៉ាងដូចម្ដេចនៅគ្រប់ពេលដែលគេស្លាប់មានផ្ទះមួយទុកឲ្យជាស្រេចកហការកੰតើអ្នកណាជាអ្នកសង់ផ្ទះនេះកហការកੰកវេសន្តោស្វែងរកអ្នកសង់ផ្ទះនេះទុក្ខាជាតិបណបណੰតថាគតចិត្តតែកើតជាបន្តពោពេញដោយទុក្ខម្ដងហើយម្ដងទៀតនៅឋានណាក៏មានទុក្ខនៅគ្រប់កន្លែងសុទ្ធតែមានទុក្ខទោះបីនៅឋានយ៉ាងខ្ពស់បំផុតក្តីនៅឋានទេវលោកក្តីនៅឋានព្រំក្តីទុក្ខបណ្ដាលមកពីចរិយានិងមរណៈមាននៅទីនោះគេមិនបានចេញផុតពីទុក្ខទេកហការកៈទិដ្ឋោសិមនាលអ្នកសង់ផ្ទះឥឡូវនេះតថាគតមើលឃើញអ្នកហើយកហការកៈទិដ្ឋោសិបណៈគេហੰអ្នកកាហសិអ្នកមិនអាចសង់ផ្ទះឲ្យតថាគតបានទៀតទេតើគេអាចសង់ផ្ទះដោយម្ដេចកើតគេត្រូវតែមានសំណង់មានឈើមានដែកថែបមានស៊ីម៉ង់ឬបាយអសព្ពាទេផាសុកាភគីកហកោដੰវិសង្ឃិតੰតថាគតបានកំទេចគ្រឿងទាំងនេះចោលអស់ហើយអ្នកមិនអាចសង់ផ្ទះឲ្យតថាគតបានទៀតទេតើអ្វីទៅជាគ្រឿងសំណង់វិសង្ខារកតੰចិត្តੰឥឡូវនេះចិត្តរបស់តថាគតបានរួចផុតពីសង្ខារទាំងអស់នេះហើយសង្ខារដែលនាំឲ្យមានកំណើតមួយថ្មីបានរលើងដាច់ឬគល់អស់ហើយវិសង្ខារកតੰចិត្តੰតណ្ហាណੰខាយមជ្ជគីហើយតណ្ហាបានដាច់ឬអស់ហើយឥឡូវនេះតថាគតមិនអាចបង្កើតសង្ខារថ្មីណាមួយបានទេនេះជាដំណាក់កាលនៃការរួចរដោះពេញបរិបូរណ៍មនុស្សគ្រប់គ្នាអាចទៅដល់ដំណាក់នេះប៉ុន្តែគេត្រូវតែធ្វើការគេមិនអាចទៅដល់ដំណាក់នេះដោយគ្រាន់តែចង់បានឬដោយគ្រាន់តែបន់ស្រន់ទេវាមិនមែនមានហេតុអស្ចារ្យណាមួយកើតឡើងហើយគេនឹងបានរួចរដោះនោះទេគេត្រូវតែធ្វើការមនុស្សម្នាក់ត្រូវតែធ្វើការដោយយកចិត្តទុកដាក់ឲ្យមែនទែនក្នុងរយៈពេល10ថ្ងៃនេះអ្នកនឹងចេះបច្ចេកទេសមួយពីរបៀបធ្វើការពីរបៀបចូលឲ្យដល់ទីជម្រៅរបស់ចិត្តដែលអ្នកចេះតែបង្កើតសង្ខារទាំងថ្ងៃទាំងយប់មានសង្ខារលោភៈសង្ខារទោសៈកើតឡើងតើអ្នកអាចផ្លាស់ប្ដូរផ្នត់ទម្លាប់នេះតម្លៃបានបើអ្នកមិនចាប់ផ្ដើមពិសោធន៍ឃើញវេទនាទេនោះមានបច្ចេកទេសចម្រើនកម្មដ្ឋានច្រើនណាស់នៅសម័យមុនព្រះពុទ្ធក្នុងសម័យព្រះពុទ្ធនិងសម័យក្រោយព្រះពុទ្ធប៉ុន្តែបច្ចេកទេសនេះជាវិភាគទានរបស់ព្រះពុទ្ធជាការរកឃើញរបស់ព្រះអង្គដរាបណាអ្នកមិនបានទៅដល់ដំណាក់ដែលសង្ខារដែលតណ្ហាក៏កើតឡើងទេដរាបនោះអ្នកមិនអាចរួចផុតពីទុក្ខបានទេដំណើរការទាំងស្រុងរបស់ទុក្ខនៅតែមានសង្ខារទាំងនេះត្រូវតែបង្កើតឡើងតាមរយៈវេទនាអ្នកអាចហៅបច្ចេកទេសនេះថាវិបស្សនាឬឈ្មោះណាមួយទៀតក៏បានដែរការចម្រើនកម្មដ្ឋានណាមួយដែលធ្វើការជាមួយនឹងវេទនានៅលើកាយជាការចម្រើនកម្មដ្ឋាននៃការរំដោះចេញពីទុក្ខហើយ
គេមានវាសនាល្អណាស់ដោយបានមកជួបនឹងបច្ចេកទេសចម្រើនកម្មដ្ឋានដូចនេះហើយគេមានវាសនាល្អណាស់ដោយមានសទ្ធាជ្រះថ្លាបដិបត្តិតាមបច្ចេកទេសនេះដើម្បីធ្វើដំណើរនៅលើមាគ៌ាពិតមែនហើយថាជាមាគ៌ាមួយវែងឆ្ងាយណាស់ប៉ុន្តែទោះបីជាមាគ៌ាវែងឆ្ងាយយ៉ាងណាក៏ដោយផ្លូវវែងបំផុតទោះបីប្រវែងឆ្ងាយយ៉ាងណាក៏ដោយក៏គេចាប់ផ្ដើមឡើងពីជំហានទី1ដែរអ្នកបានចាប់ផ្ដើមឈានជំហានទី1រួចហើយអ្នកទាំងឡាយណាដែលមិនទាន់បានឈានជំហានទី1ផងយើងមិនអាចសង្ឃឹមថាអ្នកទាំងនោះនឹងបានទៅដល់គោលដៅទីបំផុតបានឡើយអ្នកទាំងឡាយណាដែលបានឈានជំហានទី1រួចហើយអាចមានលទ្ធភាពនឹងឈានជំហានទី2ទី3តទៅទៀតហើយមួយជំហានម្ដងមួយជំហានម្ដងគេមុខជានឹងបានទៅដល់គោលដៅទីបំផុតជាមិនខានចូលប្រើពេលដែលនៅសល់5ថ្ងៃនេះដើម្បីរៀនរបៀបដើរនៅលើមាគ៌ាហើយបើអ្នកបានដើរនៅលើមាគ៌ាបានប៉ុន្មាននោះអ្នកក៏បានផ្លាស់ប្ដូរផ្នត់ទម្លាប់ចិត្តរបស់អ្នកបានប៉ុណ្ណោះដែរគ្រឿងសៅម៉ងបានឡើងមកផ្ទៃខាងលើហើយត្រូវបានរលើងដាច់ឬគល់អស់ប៉ុណ្ណោះដែរឧបមាថាអ្នកមានបន្ទុកទម្ងន់100តោនបើអ្នកដកវាបាន1តោននោះវាល្អហើយអ្នកត្រឡប់មកវិញមានបន្ទុកតែត្រឹម99តោនប៉ុណ្ណោះអ្នកបានធូរស្រាលជាងមុន1តោនបើអ្នកដកចេញបាន10តោន20តោន50តោន90តោនតាមរបៀបនេះតើអ្នកណាអាចនឹងដឹងបានចូលដកចេញឲ្យបានយ៉ាងច្រើនតាមការដែលអាចធ្វើទៅបានហើយអ្នកនឹងត្រឡប់ទៅផ្ទះវិញដោយធូរស្រាលជាងមុនរឿងដែលសំខាន់ជាងគេគឺរឿងបច្ចេកទេសរៀនរបៀបដកបន្ទុកចេញចូលរៀនរបៀបកំចាត់ទុកនេះហើយអ្នកនឹងមានជីវភាពរស់នៅប្រសើរជាងឥឡូវនេះមានសន្តិភាពមានសុខដុមរមនាមានសុភមង្គលប្រសើរជាងឥឡូវនេះចូលប្រើពេលដែលនៅសល់5ថ្ងៃនេះឲ្យបានយ៉ាងប្រសើរបំផុតសូមឲ្យអ្នកទាំងអស់គ្នាបានតាំងសុបនៅក្នុងបច្ចេកទេសដ៏អស្ចារ្យនេះសូមតាំងឲ្យបានសុបនៅក្នុងព្រះធម៌ដើម្បីជាគុណដើម្បីជាប្រយោជន៍ដើម្បីការរួចរដោះរបស់អ្នកផ្ទាល់ការរួចរដោះពីចំណងពីច្រវាក់ខ្នោះគ្នាងរបស់សង្ខារទាំងឡាយហើយក្រេបជញ្ជក់រសជាតិសន្តិភាពពិតប្រាកដសុខដុមរមនាពិតប្រាកដសុភមង្គលពិតប្រាកដ